ngàyនេះខ្ញុំបានកដោទូរស័ព្ទមួយពីបងប្រុសរបស់ខ្ញុំដែលខ្ញុំបានបរៀនគាត់ធ្វើ Alpha គាត់ farm Alpha នេះបានខ្ទង់ប្រហែល5 6 ខែនេះមករយៈក្រោយនេះគឺអាចបានរៀងច្រើនគូសំហើយគាត់ធ្វើផ្សេងជាមួយនឹង crypto ហ្នឹងអាចបានចំណូលបានច្រើនគូសំដែរអញ្ចឹងថ្ងៃនេះគឺគាត់មក surprise កាដូគាត់ទិញដកចេញពី crypto លុយចំណេញពី crypto ហ្នឹងគឺយកមកទិញទូរស័ព្ទយកមកឲ្យផ្ទាល់តែម្ដងគាត់យកមកឲ្យដល់ផ្ទះហើយជួយអត់ screen ថែមទៀតផងអញ្ចឹងនេះគឺទូរស័ព្ទហ្នឹងមកទាំងឈុតតែម្ដងមានទាំង case មានទាំង screen អីមកស្អាតមក set ឲ្យតែម្ដងអញ្ចឹងវីដេអូនេះក៏ចង់អរគុណទៅដល់គាត់ដែរអរគុណដល់បងប្រុសខ្ញុំហ្នឹងគាត់ទិញមកឲ្យខ្ញុំគិតថាអត់ដូរទេឆ្នាំហ្នឹងហើយគាត់ទិញមកឲ្យអញ្ចឹងបានទូរស័ព្ទដើម្បី farm Alpha បន្ថែមទៀតដោយសារខ្ញុំ farm Alpha គាត់ farm Alpha ក៏ច្រើន account គួរសមដែរពី3 4 account ដែរអញ្ចឹងទៅមកវឹកមុនវាបានរៀងច្រើនហើយអញ្ចឹងគាត់បាន revert ច្រើនពី Alpha ហើយនឹង trade អីផ្សេងដូចគ្នាដល់ពេលបាន profit ចំណេញទៅគាត់នឹកឃើញដល់ប្អូនគាត់ដែរហើយគាត់មកទិញមកឲ្យហើយឥឡូវគាត់អត់នេះបងប្អូនឲ្យខ្ញុំគាត់អត់ screen ឲ្យតែម្ដងគាត់ពីមុនគាត់ជាងអត់ទូរស័ព្ទហ្នឹងហ្មងឥឡូវគាត់អត់ screen នឹងឲ្យបិទ screen នឹងឲ្យវាស្មើល្អឲ្យខ្ញុំបិទខ្លួនឯងខ្ញុំអត់សូវចេះបិទទេ screen ហ្នឹងអញ្ចឹងយើងចូលជាមួយ crypto ដំបូងយើងអាចរកលុយ free ពីការ farm airdrop farm អីផ្សេងគឺមានតែ free ឬក៏ប្រើដើមតិចតួចអីអញ្ចឹងយើងអត់សូវមានហានិភ័យហើយវាអាចរកចំណូលបានបើយើងលេង future ការរកចំណេញរបស់យើងគឺបានតិចមែនតើពី future ភាគច្រើនគឺយើងខាត